cáiអញ្ចឹងcampaign មួយនេះគឺបោះ Messi ណាហើយផ្ដោតខ្លាំងទៅលើ World Cup ហ្មងគឺបានន័យថាអ្នកឈ្នះរង្វាន់ហ្នឹងគឺយើងអាចឈ្នះរង្វាន់ទៅមើល ticket final semi final ពាក់កណ្ដាលផ្ដាច់ព្រាត់ហើយនិង final ticket របស់ FIFA យកហ្មងហើយនឹងដំណើរកម្សាន្ត trip ហ្នឹងទៅ USA កាណាដាហើយនិង Mexico ហើយនៅពេលដែលយើងត្រូវទៅយើងអាចបានអាវជាមួយនឹងsign ពី Ronaldo ណា Ronaldo Lionel Messi Neymar អញ្ចឹងទៅអញ្ចឹងសួរថាតោះអាហ្នឹង scam មែនអត់ scam ទេទាំងអស់គ្នាឲ្យតែ crypto exchange currency ណាដែលល្បីឈ្មោះគឺគេធ្វើបែបហ្នឹងគឺគេហ៊ានធ្វើគេហ៊ានផ្សាយគឺគេហ៊ានធ្វើអញ្ចឹងណាហើយបើខ្លាចគេ scam អីទេអាហ្នឹងគឺជា crypto exchange ណាក៏គេធ្វើអញ្ចឹងដែរគេដើម្បីប្រមូលទៅលើ crypto របស់គេណាដើម្បីប្រមូលទៅលើ exchange របស់គេអញ្ចឹងទៅ អញ្ចឹងយើងមានលក្ខខណ្ឌមួយដំបូងឡើយទាំងអស់គ្នាអាចចូលទៅកាន់register link របស់ខ្ញុំហើយខ្ញុំចុច link ហ្នឹងអញ្ចឹង register ភ្លាមគឺយើងបាន5រៀលភ្លាមអូខេហើយយើងអ្វីដែលសំខាន់គឺយើងត្រូវតែ trade ធ្វើម៉េចឧទាហរណ៍ថានិយាយទៅយើងមកមើលរង្វាន់សិនអូខេយើងឥឡូវសល់តែ9ថ្ងៃទៅគឺវាដាច់ហើយនេះអញ្ចឹងយើងមើលរង្វាន់ទាំងអស់ហ្នឹងគឺវាមានដូចជាដំណើរកម្សាន្តទៅUSA អីចឹងទៅអញ្ចឹងអ្នក trade crypto គឺត្រូវប៉ាន់ហើយក៏ប៉ុន្តែបាច់ភ័យទេដោយសារ Messi គឺយើងអាចប្រើប្រាស់យើង trade ទាំង Forex ក៏បាន commodity មាសហ្នឹងប្រាក់ក៏បានអីហ្នឹងយើង trade នឹងបានដូចគ្នាអញ្ចឹងអ្នក trade នេះក៏បានដែរ trade crypto ក៏បានដែរហើយអ្វីលក្ខខណ្ឌរបស់គេគឺវាអត់មានអីច្រើនទេបើសិនជាយើងធ្វើតាមលក្ខខណ្ឌរបស់គេគឺយើងអាចនឹងឈ្នះរង្វាន់ទាំងអស់ហ្នឹងណាអញ្ចឹងវាមានរង្វាន់នេះបន្ទុក2000បន្ទុក1200បន្ទុក800បន្ទុក500អីចឹងទៅអាហ្នឹងគឺវាអញ្ចឹងអូខេអញ្ចឹងបន្ទុកដែលថ្លៃជាងគេគឺបន្ទុកដែលច្រើនជាងគេគឺ$2000គឺគេដំណើរកម្សាន្ត soccer trip ហ្នឹងគឺយក3ប្រទេសហ្មង USA កាណាដាជប៉ុនMexico យកមកហើយfinal ticket included បាន final ticket included អញ្ចឹងធ្វើម៉េចដើម្បីបានបន្ទុកទាំងអស់ហ្នឹងបានន័យថាបានបន្ទុកស្ករទាំងអស់ហ្នឹងអញ្ចឹងទាំងអស់គ្នាបូកទៅឧទាហរណ៍ធ្វើម៉េចឲ្យបានយើងរង្វាន់យើងឧទាហរណ៍យើងយករង្វាន់ទូចហ្មងក៏បានយករង្វាន់ទូចហ្មងក៏បានឧទាហរណ៍យើងយកត្រឹម ticket ទៅយកត្រឹម ticket ទៅហើយចាំទិញសំបុត្រយន្តហោះទៅទិញខ្លួនឯងក៏បានយករង្វាន់ធំហ្មងទៅអូខេតោះអញ្ចឹងដំបូងឡើយគឺបងប្អូនត្រូវ trade future អញ្ចឹងចោះឈ្មោះក្រុម link ខ្ញុំគឺចុះតម្លៃអត់ចុះតម្លៃទេបានន័យថាទទួលបាន5រៀលភ្លាមៗចូលទៅក្នុង future ណាអូខេអញ្ចឹងយើងត្រូវ trade ធ្វើម៉េច trade ឲ្យធំជាង$1,000,000នេះ$1,000,000នៅក្នុង future បានន័យថាយើង trade លេង leverage ធ្វើម៉េចឲ្យធំទៅហើយleverage វាលោតបានទៅដល់1000អញ្ចឹងយើងបំប៉ោង leverage តិចទៅបានបាន1,000,000ហើយអញ្ចឹងអត់ជាបញ្ហាទេអាហ្នឹងស៊ីផុយនេះស៊ីផុយយើង trade future អូខេតោះមកយើងត្រូវបាន5,000,000អាហ្នឹងយើងធំបន្តិចហើយបន្តមកត្រូវបាន10,000,000ហើយត្រូវបាន30,000,000ណាបំប៉ោង leverage បានន័យថាធ្វើម៉េចបានន័យថាយើងបំប៉ោង leverage ឲ្យបាននេះឲ្យបានម្ដងឲ្យបាន4ដងឲ្យបាន5ដងឲ្យបាន20ដងបាន20ដងម្ដងទៅបានគឺបាន20ស្គាល់អញ្ចឹង2020 30បាន30ស្គាល់នេះបាន30ស្គាល់អញ្ចឹងដល់ពេលដែលបាន30បន្ទុកហើយនៅខ្វះតែអឺ1000 1970ទៀតទេអញ្ចឹងយើងបានទៅលេងនេះហើយគឺ include ទៅទាំងអស់អូខេអញ្ចឹងយើងបំប៉ោងហ្នឹងបានន័យថាយើងដាក់តែ$100ហើយបំប៉ោងតិចតួចទៅគឺយើងបានបំប៉ោង leverage 100 leverage 1000អីទៅគឺបើសិនជាយើងលេង$100អូខេបើសិនយើងលេង$100ហេតាមពិតទៅយើងដាក់$100ក៏ប៉ុន្តែយើងដល់ពេលយើងចូលទៅកាន់មែនតែនយើងមិនមែនចូលទៅកាន់ប៉ុណ្ណឹងណាយើងចូលទៅកាន់រៀងច្រើនណាអញ្ចឹងបានន័យថា leverage ឲ្យតែលេងបើឲ្យធំ leverage ឲ្យធំទៅគឺយើងបំផោងអាហ្នឹងបានហើយអូខេអញ្ចឹងអ្នក trade crypto គេដឹងហើយគេបន្តមកគឺយើង invite friend របស់យើងមកយើងចុច link របស់យើងដើម្បីឲ្យគេចោះឈ្មោះមកគឺយើងបានទៅដល់10បន្ទុកហើយឃើញទេបានទៅដល់10បន្ទុកចានេះគឺគេអត់មានប្រាប់ថា invite ឲ្យបានប៉ុន្មានទេហើយយើងអត់ជាបញ្ហាទេយើង invite friend មកហើយ friend របស់យើង trade ដូចគ្នា trade ឲ្យបាន1,000,000 trade បាន5,000,000ហើយ trade បាន10,000,000ដូចគ្នាអញ្ចឹងទៅគឺយើងបានអានេះ100យកមក100អានេះបានជិត200អានេះអូខេបានជិត200ស្គាល់អូខេជិត200ស្គាល់ហើយនេះគឺជាការ lucky draw គឺមាន lucky draw អញ្ចឹងទៅអានេះគឺផ្សេងទៀតហើយនឹងអានេះគឺជា trade stock យើង trade stock អីអាហ្នឹងតិចតួចទេ trade stock បំប៉ោងអានឹងដូចគ្នាហើយនឹង invite friend ធ្វើម៉េចអា friend របស់យើងគឺ trade stock បានដូចគ្នាគឺយើងប្រកាសជាអាចឈ្នះរង្វាន់ទៅកាន់លេងទៅលេងប្រទេស3ប្រទេសហើយគេ pay ទាំងអស់គេ pay ទាំងអស់
ចឹងបើសិនខ្ញុំគិតថាបើសិនជាយើងអ្នក trade អាជីពនៅក្នុង crypto ហ្មងខ្ញុំគិតថាអត់ជាបញ្ហាទេខ្ញុំគិតថាប៉ុណ្ណេះស៊ីផុយឯនេះតែបើសិនជាយើងអ្នក trade forex រៀងយូរហើយ trade តែ MT4 MT5 MT4 MT5 យើងអត់រៀនអ្វីដែលថ្មីយើងនៅតែនឹងយើងនៅតែ stuck នៅនឹងរហូតចឹងណាអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនគ្នារៀនអ្វីដែលថ្មីទៅហើយបើសិនជាអ្នក trade crypto ហ្មងខ្ញុំគិតថា9ថ្ងៃហ្នឹងអាចនឹងបាននេះ9ថ្ងៃនេះគឺអឺ yeah 9ថ្ងៃហ្នឹងអាចនឹងបានហើយបើសិនជាយ៉ាងណាក៏បានត្រឹម ticket final ticket ដែរ yeah អត់ជាបញ្ហាទេអាហ្នឹងអញ្ចឹងអត់មានអីច្រើនទេចាំចុះឈ្មោះតាម link របស់ខ្ញុំទៅហើយចាំជួបគ្នានៅពេលក្រោយទៀតនេះគឺរង្វាន់ហ្នឹងគឺមាន$20000អូខេហើយ final ticket $8000 គឺ final ticket នៅក្នុងនេះ$8000នៅក្នុង FIFA ម្នាក់8000 really មើលជោគខ្ញុំឆៃបាទ final ticket price final ticket file FIFA នេះចាំមើល$8000 really AI ចូល AI mode search មើលមានណាអានេះគឺអូមានអាប់ទៅ10000វាមានពី$60ទៅរហូតដល់10000ថា10000ហ្នឹងប្រហែលជា VIP អញ្ចឹងបើសិនជាគេឲ្យអាតម្លៃ$88000មកយើងបានន័យថាយ៉ាវារៀងនេះដែរអញ្ចឹងណាអញ្ចឹងយ៉ាអូខេអញ្ចឹងអត់មានអីច្រើនទេជួបគ្នានៅពេលក្រោយទៀត